មនុស្សខ្ញុំខុសខ្ញុំហ៊ានដើរចូលគុកបើខ្ញុំខុសនៅក្នុងសារព័ត៌មានចាខ្ញុំអត់បានជួបបុគ្គលហ្នឹងមកធ្វើសង្សារទេសូមបញ្ជាក់ចាប៉ុន្តែគាត់យកคลิปរបស់ខ្ញុំហ្នឹងដែលនិយាយគ្នាហ្នឹងលេងដៃហាន់ថាំងចំណាយជាមួយបុគ្គលិកខ្ញុំមិនមែនបើចំណាយអ្នកឯងស៊ីប្រាក់ខែទៅខ្ញុំឲ្យ1000ហើយធ្វើជាសង្សារថតអីសម្ដែងអីលេងអញ្ចឹងណាតែកុំហាមប៉ះពាល់ខ្លួនប្រាណខ្ញុំចាហើយដល់ពេលជនទី2ហ្នឹងគឺខ្ញុំអត់បានស្គាល់និយាយចឹងគឺខ្ញុំអត់តាក់ទងស្អីទេហើយហេតុអីមិនមកហក់វាយខ្ញុំមកជេរខ្ញុំថ្ងៃអញហងអីហើយផុសសតតែខ្ញុំជាសាធារណៈស្អីគេជនបោកប្រាស់ប្រជាជនហើយសតតែខ្ញុំហ្នឹងស្អីគេបាទសូមគោរពនឹងជំរាបសួរពេលមកគ្នានាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី19ខែកក្កដាឆ្នាំ2026នេះឥឡូវនេះយើងកំពុងតែជួបជាមួយនឹងបងស្រីម្នាក់ដែលគាត់មានបញ្ហានៅមុននេះហើយគាត់បានសុំបាទធ្វើការផ្សព្វផ្សាយទាំងកណ្ដាលយប់តែម្ដងបាទឥឡូវនេះយើងចង់ដឹងរឿងរ៉ាវចុះបាទយើងមកធ្វើការសាកសួរទៅលើបងស្រីផ្ទាល់តែម្ដងការដែលបងពឹងពាក់អ្នកសារព័ត៌មានមកធ្វើការផ្សព្វផ្សាយថាបងមានបញ្ហាអីដែរបងខ្ញុំមានចំនួនជាមួយបុគ្គលទី1ចំនួនរឿងអីបងចាគាត់យកคลิปវីដេអូរបស់ខ្ញុំទៅហាយហួរជាសាធារណៈចាថាខ្ញុំជួគាត់$1000មកធ្វើសង្សារតែជាការពិតអត់បងខ្ញុំអត់បានទៅជួគាត់$1000មកធ្វើសង្សារទេហើយគាត់ថាខ្ញុំនឹងតាមស្រឡាញ់គាត់អត់បានយកគាត់អត់បានសិតតែមនុស្សខ្ញុំនឹងស្អីគេសម្រាមសិតតែមនុស្សស្រីនមូកាមនុស្សតណ្ហាមនុស្សប្រុសហ្នឹងហើយទៅជួប្រុសធ្វើសង្សារអីណាអញ្ចឹងណាគាត់និយាយចឹងហាយហួរខ្ញុំនៅក្នុងសង្គមសូស៊ីមីឌៀមគឺខ្លាំងមែនតើវាយខ្ញុំជន់ខ្ញុំចាហ្នឹងហើយនិយាយចឹងគឺជន់ខ្ញុំខ្លាំងមែនតើជន់ខ្ញុំអារឿងហើយខ្ញុំសូមបញ្ជាក់គឺខ្ញុំអត់បានជួមនុស្សបរិសម្នាក់ហ្នឹងមកតម្លៃ$1000មកធ្វើសង្សារទេដើមហេតុគឺខ្ញុំបានស្គាល់គ្នាម្នាក់ហ្នឹងគឺគេហៅថាមនុស្សតំចេញពីគុកចាសូមបញ្ជាក់ហើយអត់មានការងារធ្វើអត់មានលុយបងថ្លៃផ្ទះចាខ្ញុំក៏គាត់អ្នកគេហៅថាធ្វើភ្លេងបတ်ចម្រៀងអញ្ចឹងណាក៏ខ្ញុំជួគាត់ឲ្យធ្វើភ្លេងឲ្យខ្ញុំមកคลิปអញ្ចឹងទៅក៏ខ្ញុំជូនគាត់តម្លៃ$100ពេលហ្នឹងក៏គាត់អត់មានលុយអីអញ្ចឹងទៅក៏គាត់សុំមកលិតជង្គង់អរគុណខ្ញុំក៏ខ្ញុំអត់មិនបាច់មកលិតជង្គង់ខ្ញុំទេខ្ញុំឲ្យអញ្ចឹងណាចាខ្ញុំជូនសគុណដល់ពេលហើយអញ្ចឹងទៅក៏ខ្ញុំថាអ្នកឯងអត់មានបងប្អូនអត់មានមិត្តភ័ក្តិអត់មានលុយអត់មានកាក់អីថ្លៃនេះអញ្ចឹងទៅខ្ញុំថាមកថតជាមួយខ្ញុំមកហើយលើកកិត្តិយសស្ដារកិត្តិយសឡើងវិញមកអញ្ចឹងណាចាក៏ខ្ញុំហៅមកថតលេងនៅក្នុង TikTok លេងអីសម្ដែងរឿងខ្លីៗជាបទចម្រៀងអីខ្លីៗអញ្ចឹងទៅចាតែរឿងនេះជាការពិតទេតែគាត់នេះហ្នឹងចាដល់ពេលខ្ញុំក៏បានសម្ដែងមួយគ្នាតាមបានតែមួយរយៈដូចជាទៅត្រឹមប្រហែល2អាទិត្យអីទេចាដល់ពេលហើយអញ្ចឹងទៅក៏ខ្ញុំបើកប្រាក់ខែគាត់ដើរតាមបុគ្គលិកខ្ញុំអញ្ចឹងទៅក៏ខ្ញុំបើកប្រាក់ខែឲ្យបុគ្គលិកខ្ញុំអញ្ចឹងគាត់ចំណាយជាមួយបុគ្គលិកខ្ញុំគាត់ចំណាយថាហេតុអីបានគាត់មកថតអីអញ្ចឹងទៅគាត់អត់បានលុយប្រាក់ខែចាប្រាក់ខែបុគ្គលិកខ្ញុំ1000ចាដល់ពេលហើយក៏ខ្ញុំថាហេតុអីបានចំណាយមកប្រាក់ខ្លួនឯងចំណាយបុគ្គលិកខ្ញុំអញ្ចឹងអ្នកឯងយក1000ដែរទៅមួយខែខ្ញុំជួអ្នកឯងធ្វើសង្សារជួធ្វើសង្សារគ្រាន់តែថតសម្ដែងតែកុំប៉ះខ្លួនប្រាណខ្លួនអីចឹងណាចាការសម្ដែងការនិយាយលេងចាការនិយាយលេងទេបើអ្នកឯងចឹងហើយវាអត់ព្រមឆ្លើយថាអូខេអីទេហើយក៏ខ្ញុំនិយាយចឹងហើយក៏ខ្ញុំអត់បានទៅអីពាក់ព័ន្ធថតអីទៀតដែរខ្ញុំក៏ថតជាមួយបុគ្គលផ្សេងបងឃ្លីទៅហ្នឹងហើយចាខ្ញុំសម្ដែងមួយបងឃ្លីលេងចាឥឡូវមួយទៀតណាឥឡូវយើងលើកមូលហេតុអីបានបុគ្គលទី2ដែលអេមកប្រើហិង្សាមកលើបងខ្ញុំចាហ្នឹងហើយបុគ្គលទី2មកវាយខ្ញុំហ្នឹងហើយតាមដបងតាពីខ្ញុំនៅនោះចាគាត់មកហក់មកវាយមកជេរមកងាយអីចឹងទៅគឺខ្ញុំបុគ្គលទី2ខ្ញុំអត់បានតាក់ទងជាមួយទេហើយក៏ខ្ញុំអត់ដែរបានសាច់គប់ជាមួយដែររាប់ឆ្នាំហើយចាតែយើងស្គាល់ចាខ្ញុំស្គាល់ខ្ញុំធ្លាប់ឲ្យលុយធ្លាប់អីឲ្យធ្វើដើមរកស៊ីអីចាបុគ្គលទី2ហ្នឹងគាត់មានឈ្មោះអីឈ្មោះបងវែងចាម្នាក់ហ្នឹងគឺក្មេងគេហៅថាមនុស្សអនាថាចាធ្លាប់ឲ្យដើមរកស៊ីឲ្យអីចឹងណាហើយក៏សុំលុយខ្ញុំជារហូតអីចឹងទៅក៏ខ្ញុំឲ្យប៉ុន្តែក៏មនុស្សហ្នឹងតែងតែខ្ញុំអត់រាប់អានជាមួយទេព្រោះមនុស្សអាក្រក់និយាយដើមខ្ញុំវាយប្រហានិយាយដើមខ្ញុំគេប្រាប់តែខ្ញុំជឿរាប់អានជាមួយព្រោះមនុស្សហ្នឹងគេថាមនុស្សអត់ល្អចឹងណាក៏ខ្ញុំរាប់ឆ្នាំហើយខ្ញុំដៃជាមួយទេតែតាក់តងអីជាមួយទេហើយក៏មិនទៅចាញ់បរិហាគេខ្ញុំសិតតែអីមនុស្សស្រីអីគេខ្ញុំនឹងទៅឲ្យលុយប្រគេខ្ញុំនៅក្នុងសង្គមសូស៊ីមីឌៀមជាមួយជនទី1ពីណូហ្នឹងចាចុះពេលដែលបង្កហិង្សាបង្កនៅកន្លែងណានៅវេលាណានៅថ្ងៃណាវិញនៅក្នុងថ្ងៃហ្នឹងវេលាម៉ោង1ប្រហែលម៉ោង2ចាមានទាំងអស់ចាហើយម៉ោង2យប់ហ្នឹងហ្នឹងហើយចុះមុននឹងខ្ញុំឃើញប្រព័ន្ធផ្សព្វផ្សាយគេទៅផ្សាយដល់នោះតើអាហ្នឹងរឿងហ្នឹងកើតហេតុមិនបាទតែមានបញ្ហានៅកន្លែងនោះខ្ញុំទៅយកអីវ៉ាន់ខ្ញុំវិញអូផ្ទះមួយហ្នឹងផ្ទះបងដែរអត់ទេមែនទេខ្ញុំទេផ្ទះបន្ទប់ជួលជនទី1គេឈ្មោះពីណូចាខ្ញុំទៅយកទូរស័ព្ទដៃទៅយកនឹងការម៉ូតូចាហ្នឹងហើយដែលបងផ្ដល់មធ្យោបាយគាត់ធ្វើដំណើរក្នុងការធ្វើការណាធ្វើការហើយម៉ូតូហ្នឹងហើយទូរស័ព្ទអីហ្នឹងទៅហើយម្នាក់ហ្នឹងអត់ព្រមឲ្យខ្ញុំទេចង់ទៅវាយទេចាព្រោះមនុស្សខ្ញុំទៅនិយាយគ្នាស្ងាត់ទេតែខ្ញុំអត់ចង់ឲ្យទៅវាយក្នុងសង្គមសូស៊ីមីឌៀមខ្ញុំអត់ចូលចិត្តអបពលសង្គមសូស៊ីមីឌៀមហ្នឹងណាចាមនុស្សខ្ញុំក៏មានមាត់នៅក្នុងសង្គមសូស៊ីមីឌៀមដែរហើយtrongសង្គមសូស៊ីមីឌៀមអញ្ចឹងខ្មាស់គេណាខ្ញុំថានិយាយជាមួយគ្នាស្រួលបួទៅខ្ញុំសុំតែមកយកម៉ូតូនិងទូរស័ព្ទទេអត់ព្រមឲ្យទេអត់ឲ្យទេមកទាចាមកទាលុយខ្ញុំប្រាក់ខែ$1000ថាខ្ញុំនឹងជួម្នាក់ហ្នឹង1000ពោះម៉ូតូដែលបងទិញឲ្យគឺឈ្មោះរបស់គាត់ឬឈ្មោះខ្ញុំអត់មែនឈ្មោះខ្ញុំទេគឺខ្ញុំឲ្យលុយម្នាក់ហ្នឹងទៅទិញមិនមែនឈ្មោះខ្ញុំទេសូម្បីទូរស័ព្ទខ្ញុំទិញឲ្យអញ្ចឹងទៅប្រាប់ទៅធ្វើការងារតាក់ទងគ្នាព្រោះម្នាក់ហ្នឹងអត់មានអីទាំងអស់តើការបងនិយាយហ្នឹងបើសិនជាមានអ្វីខុសបងហ៊ានទទួលខុសតែមួយមុខច្បាប់អីបងចាខ្ញុំហ៊ានទទួលនិយាយចឹងខ្ញុំបាយចូលគុកហ្មងបើខ្ញុំខុសខ្ញុំអត់ខ្លាចទេចាព្រោះមនុស្សខ្ញុំចូលចិត្តច្បាស់លាស់ត្រឹមត្រូវមនុស្សខ្ញុំចូលចិត្ត1122ចាខ្ញុំជាមេគ្រួសារខ្ញុំជាស្ត្រីមេម៉ាយចាចាខ្ញុំជាស្ត្រីមេម៉ាយខ្ញុំហ៊ាន1122គួយឈរបើមនុស្សខ្ញុំខុសខ្ញុំហ៊ានដើរចូលគុកបើខ្ញុំខុសនៅក្នុងសារព័ត៌មានចាខ្ញុំអត់បានជួបបុគ្គលហ្នឹងមកធ្វើសង្សារទេសូមបញ្ជាក់ចាប៉ុន្តែគាត់យកคลิปរបស់ខ្ញុំហ្នឹងដែលនិយាយគ្នាហ្នឹង
លេងដៃហាន់ថាំងចំណាយជាមួយបុគ្គលិកខ្ញុំមិនមែនបើចំណែននៅអ្នកឯងស៊ីប្រាក់ខែទៅខ្ញុំឲ្យ1000ហើយធ្វើជាសង្សារថតអីសម្ដែងអីលេងអញ្ចឹងណាតែកុំហាមប៉ះពាល់ខ្លួនប្រាខ្ញុំចាហើយដល់ពេលជនទី2ហ្នឹងគឺខ្ញុំអត់បានស្គាល់និយាយចឹងគឺខ្ញុំអត់តាក់ទងស្អីទេហើយហេតុអីមិនមកហក់វាយខ្ញុំមកជេរខ្ញុំថ្ងៃអញហងអីហើយផុសសតតែខ្ញុំជាសាធារណៈស្អីគេជនបោកប្រាស់ប្រជាជនហើយសតតែខ្ញុំហ្នឹងស្អីគេអានេះហើយសតតែខ្ញុំហ្នឹងតាមស្រឡាញ់មនុស្សប្រុស Vino ហ្នឹងគេស្អប់មែនណាហើយបើមនុស្សប្រុសគេអត់ទៅហែកហួមនិស័យក្នុងគុំ social media ទេហើយបានតែ clip ដែលខ្ញុំនិយាយតែប៉ុណ្្នឹងសោះយកខ្ញុំទៅជន់នៅក្នុងគុំ social media ចាហើយថែមទាំងខ្ញុំកំពុងតែខ្ញុំមានសង្សារទៀតហើយបើខ្ញុំមានសង្សារខ្ញុំតាក់តងម្នាក់ហ្នឹងមកថតជាមួយខ្ញុំថតបានតែ2អាទិត្យប៉ុណ្ណោះដល់ពេលហើយខ្ញុំទៅខ្ញុំមានសង្សារខ្ញុំហើយមានគ្រូសាស្ត្រមានគូត្រង់ខ្ញុំចិត្តរៀបការហើយចាតែក្នុងរយៈពេលដែលគាត់ផុសប្រមាថការពារបងណានៅក្នុង social media ក្នុងរយៈពេលប្រមាណហើយនិយាយចឹងគឺដូចជាចូល4ថ្ងៃអីបង4ថ្ងៃ5ថ្ងៃហើយយកហ្នឹង5ថ្ងៃ6ថ្ងៃនិយាយចឹងមកទឹកទេចុះមកទឹកទេបងមានកម្រងនឹងប្តឹងទៅខ្ញុំប្តឹងចាខ្ញុំដាក់ប្តឹងនៅក្នុងថ្ងៃច័ន្ទហ្នឹងរៀបចំឲ្យអស់ឲ្យឯកសារចាបងបាទចឹងបងកាន់តែគាត់បងអានថាគាត់ប្រើភាសាលើបងហ្នឹងគាត់ប្រើប្រាស់យ៉ាងម៉េចខ្លះបងមិញបើហឹងសារមិញចេញមកលេងឡាយកហ្មងមកវាយយើងមកហ្មងហើយជើងថ្ងៃខ្ញុំអីមិនហ្នឹងជនទី2ត្រូវឡើងណាខ្លះចាអត់ត្រូវទេដោយសារគាត់ពាំងចាជួយគ្នាយើងជួយចាពាំងបងមានពាំងស្រីហើយចាបងពាំងហើយក្មួយខ្ញុំជួយពាំងហើយបងគាត់ជួយពាំងសារព័ត៌មានពាំងទៅដល់ពេលអញ្ចឹងគឺអត់ត្រូវខ្ញុំទេហើយក៏ចាដល់ពេលហើយក៏បងប្រុសគាត់ដឹកដៃខ្ញុំចូលក្នុងឡានទៅហើយវាមកពោះទ្វារអាជនទី1មកពោះទ្វារមកវាយខ្ញុំនៅក្នុងឡានទៀតហេតុដោយសារប្អូនខ្ញុំក៏អ្នកបើកឡានចាជនទី1ក៏មកវាយខ្ញុំដែរចាហ្នឹងហើយមិញតែមិញគឺប្រើប្រាស់ជនទី1ជនទី2មកវាយខ្ញុំតែវាយយើងអត់បានទេក្នុងឡានមកបើកទ្វារវាយហ្មងប៉ុន្តែមិនមែនខ្ញុំជាអ្នកបើកឡានដោយសារប្អូនខ្ញុំជាអ្នកបើកឡានបើខ្ញុំបើកវិញគឺវាមកដាក់ខ្ញុំហីចាអញ្ចឹងបើបងទៅប្តឹងគាត់ប្តឹងពីបទអីដែរបងបទជាបទប្តឹងពីបទបរិហាគេជាសាធារណៈគាត់ជេរយើងចាហើយនិយាយចឹងញុះញង់ហ្នឹងហើយបទញុះញង់ឲ្យគេស្អប់ពើមខ្ញុំថាខ្ញុំហ្នឹងជន់ឆោបោកថាខ្ញុំហ្នឹងជាមនុស្សស្រីដែលទៅជួបប្រុសដេកជួបប្រុសធ្វើសង្សារហ្នឹងហើយតែយើងមានផុសតាចាហើយមានមានទាំងអស់ហើយបងមានទាំងអស់ហើយជនទី2វិញមកវាយខ្ញុំហើយហែកហួរខ្ញុំសិតតែខ្ញុំជាមនុស្សស្រីលំកាមរហូតតែប្រុសនិយាយចឹងសិតតែខ្ញុំស្រីបាយឆ្នាំលេងឆ្នាំចាដាក់ខ្ញុំលេងជឹកគឺមានច្រើនមែនតើហ្មងណាចាហើយថែមទាំងខ្ញុំអត់ដែរទៅឆ្លោះគ្នាអត់ដែរប៉ះពាល់គ្នាជាមួយជនទី2សោះតែហ្មងណាហេតុអីបានគាត់មកប្រើពើហង្សាដាក់ខ្ញុំមកជេរឌៀប្រមេះខ្ញុំហើយឡាយឌៀទៀតមានវីដេអូទាំងអស់ចាឡាយឌៀខ្ញុំជេរខ្ញុំបោកសោះតែស្អីណាទាំងអស់ហ្មងណានិយាយចឹងគឺផុសតាំងគឺខ្ញុំមាននៅក្នុងដៃទាំងអស់តែម្ដងអញ្ចឹងខ្ញុំសូមដាក់តាមផ្លូវច្បាប់នៅក្នុងថ្ងៃច័ន្ទហ្នឹងចាខ្ញុំមានតែនិយាយចឹងគឺខ្ញុំជាមនុស្សស្រីដែលទុនខ្សោយមេម៉ាយចាំកូនណាម្នាក់ឯងអញ្ចឹងខ្ញុំអត់មានអីទេមានតែខាងសារព័ត៌មានជួយចុះផ្សាយហើយខ្ញុំនឹងដាក់ពាក្យប្តឹងតាមផ្លូវច្បាប់មានតែច្បាប់មួយគត់ដែលអាចជួយខ្ញុំបានចាព្រោះប្រទេសមានច្បាប់ហើយខ្ញុំគ្រប់ច្បាប់ខ្លាំងណាស់ចាគ្រូសាស្ត្រខ្ញុំមុនក៏គាត់អ្នកធ្វើការខាងច្បាប់ដែរនេះបងចង់និយាយអីទៅកាន់បុគ្គលទី2ដែលបំរុងនឹងប្រើប្រាស់អំពើហិង្សាមកលើបងទី2ក៏អញ្ចឹងដែរខ្ញុំអត់បានប៉ះពាល់ជាមួយខ្ញុំអត់បានឆ្លោះជាមួយអត់បាននិយាយជាមួយអត់បានតាក់ទងជាមួយសំបីតែ Facebook របស់ខ្ញុំគ្មានសំបីតែ Telegram របស់ខ្ញុំគ្មានខ្ញុំមិនបានតាក់ទងជាមួយរាប់ឆ្នាំហើយហេតុអីបានគាត់ទៅមកហែកគេខ្ញុំជាមួយជនទី1ហ្នឹងហែកគេយករូបខ្ញុំទៅផុសក្នុងคลิปវីដេអូតែមួយ page តែមួយ TikTok តែមួយហែកខ្ញុំសើទៅអីគេមនុស្សស្រីនមកាមមនុស្សស្រីឲ្យហើយសើខ្ញុំហ្នឹងអីគេទៅបោកប្រជាជនអីថាខ្ញុំទៅបោកអីប្រជាជនចិត្តតែជឿអីណាណីអីចឹងណាខ្ញុំសូមបញ្ជាក់ថាខ្ញុំអត់មានបានទៅពាក់ព័ន្ធជាមួយជនទី2ទេហេតុអីបានគាត់មកយកហែកគេខ្ញុំ live ផងជេរខ្ញុំមានផុសតាំងទាំងអស់ live ជេរខ្ញុំទាំងអស់ហ្មងណានិយាយចឹងគឺ2នាក់ហ្នឹងហែកឃើញហក់មកវាយខ្ញុំទៀតពេលដែលមកដល់ភ្លាមហក់មកវាយខ្ញុំតែហ្មងហក់មកវាយគេជ្រុលមកតែហ្មងអញ្ចឹងគឺខ្ញុំអត់យល់ជាមួយជនទី2ទេហើយពិសេសជាងគេហ្នឹងហើយខ្ញុំនឹងដាក់ពាក្យប្តឹងទាំង2នាក់ចាមិនថាជនទី1ជនទី2ទេចាបរិហាគេខ្ញុំជាសាធារណៈអញ្ចឹងខ្ញុំមានតែផ្លូវច្បាប់មួយគត់ព្រោះខ្ញុំជាស្រីមេម៉ាយទុនជ្រាយទុនខ្សោយអញ្ចឹងខ្ញុំអត់មានអីទេមានតែផ្លូវច្បាប់និងសារព័ត៌មានទេចាជួយចុះផ្សាយខ្ញុំផងខ្ញុំមានតែប៉ុណ្្នឹងទេលើកម្រាមដៃ10ចាអញ្ចឹងបងជាចុងក្រោយបងមានអីជាការសំណូមពរទៅខាងសមត្ថកិច្ចឲ្យគាត់ជួយអន្តរាគមន៍យ៉ាងម៉េចខ្លះបន្ទាប់ពីយើងទៅដាក់ពាក្យប្តឹងចាមុនដំបូងខ្ញុំសូមលើកដៃម្រាមដៃ10សូមទៅបងអាណាធរចាហើយនឹងដែលហៅថាចាឲ្យគាត់ធ្វើតាមផ្លូវច្បាប់មុនសិនចាតបមកឲ្យគាត់អ្នកចាត់ការទៅព្រោះខ្ញុំអត់ដឹងទេព្រោះខ្ញុំដឹងតែដាក់ពាក្យប្តឹងតាមឲ្យបងអាណាធរដែលគាត់ចាគាត់ចេះឲ្យចាត់ការចាយើងកុំដល់ពេលឲ្យគាត់អ្នកចាត់ការធ្វើអីខ្ញុំមិនដឹងទេចាហើយចាំបានខ្ញុំលើកម្រាម10ទៅថ្នាក់ដឹកនាំចាកំពូហ្នឹងហើយព្រោះមុនដំបូងយើងទី1យើងធ្វើតាមផ្លូវច្បាប់ចាទៅតាមអាណាធរការពារខ្លួនរបស់ខ្ញុំហើយចាប់ពីថ្ងៃហ្នឹងទៅបើខ្ញុំមានបញ្ហាអីជាមួយនឹងកូនឡានខ្ញុំមានបញ្ហាអីចាបើកូនខ្ញុំមានបញ្ហាអីខ្ញុំមានបញ្ហាអីចាគឺជនបុគ្គល2ហ្នឹងអ្នកធ្វើមកខ្ញុំចាខ្ញុំសូមដាក់ពាក្យប្តឹងតាមផ្លូវច្បាប់ការពារខ្លួនឯងចាអញ្ចឹងមានតែអាជ្ញាធរទេដែលគាត់ជួយដោះស្រាយបញ្ហារឿងខ្ញុំផងចាសូមអរគុណបាទអរគុណបងអរគុណចា